សួស្តីអ្នកនរគ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញអំពី extension មួយដែលខ្ញុំប្រើប្រចាំថ្ងៃextension មួយហ្នឹងវាមានឈ្មោះថា Daily.dev ហើយវាជា extension ដែលយើងប្រើសម្រាប់មើលព័ត៌មានពាក់ព័ន្ធបច្ចេកវិទ្យាអញ្ចឹងអ្នករៀន IT គួរតែប្រើវាហើយខ្ញុំប្រើវាយូរឆ្នាំហើយខ្ញុំប្រើតាំងពី2023មកហើយអានេះគឺ level ដែលខ្ញុំអាច claim បានហើយ level ហ្នឹងគឺវាអត់មានប្រយោជន៍អីទេគ្រាន់តែថាយើងផ្ដោតសំខាន់ទៅលើព័ត៌មានដែលវាចេញថ្មីនៅហ្នឹងអញ្ចឹងណាអញ្ចឹងបច្ចេកវិទ្យាវាចេញលឿនមែនតើមកឲ្យយើងតាមអត់ទាន់ទេអញ្ចឹងបើសិនជាយើងមាន extension មួយនេះដើម្បីជំនួយខ្ញុំគិតថាវាជួយយើងបានច្រើនឧទាហរណ៍ថាមានព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹង style អញ្ចឹងទៅដូចជាកន្លែងនេះ sensitive untapped variant នេះអាហ្នឹងគឺជាព័ត៌មានដែលវាទៅចេញពាក់ព័ន្ធជាមួយនឹងការ set style របស់HTML ហើយ Next.js អញ្ចឹងណាហើយព័ត៌មានផ្សេងទៀតពាក់ព័ន្ធជាមួយនឹង Git repo ដែលគេ free ឲ្យយើងដើម្បីយកធ្វើជា resource ឧទាហរណ៍ថាកន្លែងនេះគឺជា Git repo ដែលគេផុសមកដើម្បីឲ្យយើងមើលជា resource ឬក៏យើង reference code របស់គេបានអញ្ចឹងណាហើយវាពាក់ព័ន្ធជាមួយនឹងការសរសេរ code វាមានជា JSX វាមានជា JS ហើយអញ្ចឹងទៅអញ្ចឹងនៅខាងក្រោមនេះគឺព័ត៌មានថ្មីដែលគេ update រហូតហើយមិនតែប៉ុណ្្នឹងទេវាមានជាវីដេអូនេះPrepare UI with Cursor អញ្ចឹងទៅអញ្ចឹងនៅក្នុងនោះគឺវាតាក់ទាញមែនព័ត៌មានថ្មីវាចេញមករហូតហើយវាសិតតែមានប្រយោជន៍ទៀតហើយវាមានប្រយោជន៍សម្រាប់យើងជា developer អញ្ចឹងណាប៉ុន្តែវា actually វាមិនមែនសម្រាប់តែ developer ទេវាសម្រាប់គ្រប់គ្នាហ្មងមិនថាជា game developer web developer ខាង network អ្នករៀនទៅ software engineering ឬក៏ cyber អីទេគឺសិតតែទៅទាំងអស់ដូចជាអានេះអញ្ចឹងនេះព័ត៌មាននេះពាក់ព័ន្ធជាមួយនឹងការ set up ទៅ cyber server អីចឹងទៅនេះterminal set up លើ macOS អញ្ចឹងណាមាន Shopify មានអីច្រើនទៀតហើយរបស់ free មួយចំនួនយើងអាចរកបានពីវាដែរដូចជា website ដែលខ្ញុំរកបានពីវាមាន website នេះមួយឈ្មោះ PrimeView PrimeView នេះវាគឺជា PrimeView នេះវាគឺជា component UI របស់ Vue.js ណាគ្នាហើយនៅក្នុងហ្នឹងគឺវាមាន component ច្រើនមែនតើដែលយើងអាចហៅយកមកប្រើអញ្ចឹងណានេះដូចជា select ដែល picker អញ្ចឹងទៅអញ្ចឹងអាទាំងអស់ហ្នឹងគឺខ្ញុំសិតតែបានមកពី website បានមកពី extension ដែលខ្ញុំស្គាល់ហ្នឹងអញ្ចឹងអាហ្នឹងវាជួយយើងបានច្រើនវាមិនមែនជួយថាជំនួយលើការសេកូដរបស់យើងទេគឺវាជួយនៅក្នុងវិស័យបច្ចេកវិទ្យាដោយសារយើងត្រូវតែ join community មួយគេហើយយើងត្រូវមាន communication មួយគេបានច្រើនដើម្បីយើងស្គាល់ពី flow របស់ការងារ flow នៃការសរសេរ code flow នៃការធ្វើការមិនថាការសរសេរ code មិនថាខាង cyber មិនថា IT support ថាអីទាំងអស់គឺយើងត្រូវការ community ដើម្បីដើម្បីយើងដឹងពីរបៀបក្នុងការធ្វើការអូខេអញ្ចឹងចេះទាំងអស់នេះគឺជា extension ដែលទាំងអស់នេះគឺជាព័ត៌មានដែល extension ហ្នឹងវាបានបង្ហាញឲ្យយើងហើយដើម្បីយើង install វាយើងចូលមក Chrome មកយើង search daily.dev ចេះមកហើយយើងចូលទៅក្នុង web Chrome store គេនេះមកហើយយើង add ទៅដោយសារតែខ្ញុំ add ហើយកន្លែងនេះវាចេញ remove from Chrome អញ្ចឹងណាតែបើអ្នកគ្នាអត់ add ទេអាចចុច add ទៅ download តែបន្តិចទៅហើយយើង pin វានៅកន្លែងនេះមកនេះអានេះខ្ញុំ pin ហើយអញ្ចឹងពេលយើងចុចលើហ្នឹងវានាំយើងទៅ tab ថ្មីអញ្ចឹងឃើញនៅបច្ចេកវិទ្យាអញ្ចឹងនៅលើ tab ថ្មីនេះវាមានព័ត៌មានមកថ្មីទៀតហើយអត់មាន notebook មាន live query ណាអញ្ចឹងយើងអាចចុចមើល detail ហើយវានាំយើងទៅកាន់ blog របស់គេអញ្ចឹងទៅហើយពេលខ្លះព័ត៌មានមួយចំនួនវាចេញមកគឺថ្មីហ្មងហើយយើងអាចតេស្តប្រើវាបានទៀតអញ្ចឹងណាទាំងអស់ហ្នឹងគឺសិតតែវាមាននៅក្នុងDaily.dev ទាំងអស់ពួកអី developer នៅស្រុកគេភាគច្រើនគឺគាត់ប្រើមួយហ្នឹងដើម្បីគាត់ផុសខ្ញុំអត់ដឹងថានៅស្រុកគេប្រហែលជាគេឲ្យតាមហ្នឹងគឺក៏មិនទេប៉ុន្តែនៅខ្មែរយើងគឺអត់សូវមានអ្នកស្គាល់វាទេប៉ុន្តែខ្ញុំគិតថាវាល្អបើមិនជាយើងជាអ្នករៀន IT យើងស្គាល់ទៅលើវាអញ្ចឹងណាអូខេអញ្ចឹងអ្នកគ្នាអាចធ្វើការ install ម្នាក់មួយទៅហើយយើង set up វានៅលើកុំព្យូទ័ររបស់យើងណាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបាយបាយ